សួស្តីអ្នកគ្នាស្វាគមន៍មកកាន់រឿងគ្របដណ្ដប់ឋានសួគ៌ភាគទី120ដែលជាភាគបន្តរបស់យើងហើយមុននឹងចូលទៅដល់ការសម្រាយសាច់រឿងកុំភ្លេចចុច like subscribe ហើយ comment រូបបេះដូងឲ្យ admin ម្នាក់មួយផងសម្រាប់គ្នាយើងរូបណាដែលតាមដាននៅរឿងព្រេងនិទានវរៈជនក៏អាចចូល link ដែល admin ដាក់នៅ comment ខាងក្រោមបានចូលទៅ subscribe channel មួយនឹងម្នាក់មួយទៅហើយសូមបញ្ជាក់ផងដែរថានេះគឺជា channel ថ្មីរបស់ admin មិនមែនជា channel របស់គេផ្សេងនោះទេសាច់រឿងចាប់ដើមឡើងដោយ Jefan បានចូលមកក្នុងតំបន់ហាមឃាត់នឹងហើយគិតថាចំហាយខ្មោចនៅទីនេះក៏ពិតជាខ្លាំងមែនទែនសូម្បីតែអាត្រេកមានអាវក្រោះការពារហើយក៏នៅតែអាចស្លាប់ហើយមូលហេតុដែលខ្មោចទាំងអស់នោះមិនអាចធ្វើឲ្យ Jefan បានក៏ព្រោះដោយសារតែ Jefan បានពឹងទៅលើរបស់ដែល Jehoiling បានប្រកល់ឲ្យគេនឹងឯងរួចហើយ Jefan ក៏សម្រុកចូលទៅខាងមុខនៅពេលដែលបានបន្តិចស្រាប់តែបានឃើញថាពេលវេលានៃដែនកំណត់របស់ទ័ពមួយនេះក៏អបប្រសិទ្ធភាពទៅហើយថ្នាំទេវភាពប្រកាសជានៅខាងមុខចឹងហើយគេក៏ត្រូវតែរិះរកនៅមធ្យោបាយថ្មីដើម្បីធ្វើដំណើរឲ្យដល់គោលដៅបន្ទាប់មក Jefan ក៏បានទាញនៅអាវក្រោះដែលគេបានចម្រាញ់រួចរាល់នោះយកមកប្រែការហើយ Jefan ក៏មានការភ្ញាក់ផ្អើលដែរមិននឹកស្មានថាវាក៏ពិតជារបស់ដ៏ល្អហើយខ្លាំងដល់ដំណើរការនឹងនោះទេរឿងព្រេងនិទានតាក់ទងជាមួយនឹងស្បែករបស់អាត្រីមួយនេះវាគឺជាការពិត Jefan បន្តទៅមុខបដាបំផ្លាញនៅធម្មពលបិសាចនៅបដាថែមទាំងគិតផងដែរថាទីកន្លែងហាមឃាត់នេះក៏ត្រូវបានហាមឃាត់ទៅដល់អ្នកវឹកហាត់ទាំងអស់មិនអាចហោះហើរទៅលើអាកាសបាននោះទេក៏ប៉ុន្តែសំណាងល្អដែរដែលគេអាចរត់យ៉ាងលឿនរត់បដា Jefan បានប្រើប្រាស់នៅត្រាយន្តដែលចេញពីអាវក្រោះនឹងមកវាប្រហារព្រលឹងខ្មោចទាំងអស់នេះបដាក៏ប៉ុន្តែភ្លាមនោះស្រាប់តែ Jefan បានឃើញថាអាវក្រោះមួយនេះហាក់បីជាបាត់បង់នៅប្រសិទ្ធភាពរបស់វាបន្តិចម្ដងព្រោះដោយសារតែព្រលឹងខ្មោចទាំងអស់នោះក៏នៅតែបន្តស្រូបត្រាយន្តដែលនៅនឹងអាវក្រោះក៏ចាប់ផ្ដើមរលត់បន្តិចម្ដងទៅធ្វើឲ្យ Jefan ក៏ពិតជាពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែនវិនាទីនេះផងដែរ Jefan បានប្រើប្រាស់កែភ្នែករបស់គេស្ទង់មើលទៅខាងមុខបានឃើញនៅមឈូសសម្រិតកាលពីលើកមុនបាននៅក្បែរនេះក៏ដឹងផងដែរថាមឈូសនឹងក៏អាចទប់ទល់រកព្រលឹងបិសាចមិនឲ្យជ្រាបចូលបាននោះទេចឹងហើយដំណោះស្រាយសម្រាប់ Jefan គឺមានតែរត់ទៅកាន់ដែននៅក្នុងមឈូសសម្រិតនឹងតែប៉ុណ្ណោះក៏ប៉ុន្តែមិនទាន់នឹងបានប្រមាណផងស្រាប់តែអាវក្រោះនោះបំផ្លាញឡើងខ្ទេចខ្ទីទៅហើយនៅសល់តែរាងកាយទទេស្អាតសក់របស់ Jefan ក៏ប្រែទៅជាពណ៌សស្បែកសម្បុរក៏คล้ายទៅជាពណ៌ខ្មៅនិយាយរួមទៅពិតជាពិបាកមើលខ្លាំងមែនទែនហើយមូលហេតុដែល Jefan នៅតែអាចទប់ទល់រកការស្រូបរបស់បិសាចទាំងអស់នោះបានក៏ព្រោះដោយសារតែគេបានធ្វើតាមពាក្យណែនាំរបស់អាត្រេជាងថៃស៊ូយកនៅរបស់ទ័ពមួយនេះដាក់តាមខ្លួន Jefan ក៏ប្រឹងឈានជើងពីមួយជំហានម្ដងទៅកាន់ក្តារមឈូសសម្រិតនោះជំហានរបស់ Jefan គណៈពេលនេះក៏ពិតជាមានតម្លៃថ្លៃខ្លាំងមែនទែនវិនាទីចុងក្រោយ Jefan ក៏បានបដូរតែម្ដងហើយនៅទីបំផុត Jefan ក៏បានចូលនៅក្នុងដែនរបស់មឈូសសម្រិតនឹងបានសម្រេចក៏ប៉ុន្តែនៅគណៈពេលនោះ Jefan បានបាត់បង់ស្មារតីទៅហើយអានិយាយបានថាព្រលឹងរបស់គេកំពុងតែធ្លាក់ចូលទៅកាន់ទីជ្រៅហើយ Jefan ក៏បានសួរខ្លួនឯងផងដែរថាតើគេស្លាប់របៀបនឹងមែននេះបន្ទាប់ពីគេស្លាប់ទៅថាតើអ្នកណាសម្រក់ទឹកភ្នែកសម្រាប់គេតែដោយសារតែពាក្យថាចង់ទៅផ្ទះចឹងហើយ Jefan ក៏ប្រឹងឡើងត្រឡប់មកវិញហើយក៏សម័យឃើញខ្លួនឯងកាលពីនៅកុមារភាពផងដែរឃើញឪពុកម្ដាយរបស់ខ្លួនក៏កំពុងតែហៅគេញ៉ាំបាយ Jefan គ្រាន់តែបានឃើញវត្តមានរបស់លោកទាំងពីរនឹងភ្លាមគឺថាទឹកភ្នែករបស់គេចាប់ផ្ដើមស្រក់មកម៉ាត់គឺថាពិតជានឹកគាត់ខ្លាំងមែនទែនដោយសារតែបែបនេះហើយទៅធ្វើ Jefan ដឹងខ្លួនត្រឡប់មកវិញក៏ប៉ុន្តែស្រាប់តែឃើញខ្លួនឯងនៅក្នុងលំហនៃក្តារមឈូសសម្រិតនេះទៅវិញពិតជាសប្បាយខ្លាំងមែនទែនក្រោយពីឃើញខ្លួនឯងនៅមានជីវិតបែបនេះហើយក៏ដឹងផងដែរថាខ្លួនមិនអាចស្លាប់នៅទីកន្លែងនឹងបាននោះទេចឹងហើយរបស់ដែលគេនៅសល់តែប្រមាណក៏ត្រូវតែយកមកប្រើការឲ្យតទៅបាននៅពេលដែលរត់ចុះរឡើងទៅស្រាប់តែប្រទះឃើញថ្មរបស់សៀវណានដែលបានប្រកល់ឲ្យគេចឹងហើយក៏សាកយកវាមកប្រើការដែលវាក៏បានធ្វើឲ្យ Jefan មានការសប្បាយជាខ្លាំងក៏ព្រោះដោយសារតែវាពិតជាមានអត្ថប្រយោជន៍ជួយចិញ្ចឹមរាងកាយរបស់គេតែមិនថាយ៉ាងណា Jefan គឺមិនអាចស្ថិតនៅក្នុងទីកន្លែងនឹងជារៀងរហូតនោះឡើយក៏ត្រូវតែឡើងភ្នំដើម្បីបន្តស្វែងរកនៅរបស់ដែលគេចង់បានខណៈពេលដែលធ្វើដំណើរ Jefan ក្តាប់នៅដុំថ្មនេះជាប់ដៃដោយសារតែដំណើរការគុណបុណ្យនៃថ្មមួយនេះហើយទើបជួយឲ្យ Jefan មកដល់ទីតាំងមួយដែលទីតាំងនេះប្រៀបបីដូចជាទីកន្លែងមួយដែលផ្ដល់ជីវិតឲ្យ Jefan សាជាថ្មីអញ្ចឹងគេបានចាំហើយថានេះគឺជាអាងទឹកចិញ្ចឹមជីវិតហើយក៏មិនកន្តើយយូរទៀតនោះទេ Jefan ក៏បានចូលទៅត្រាំទឹកនោះតែម្ដងទៅដោយគេមានការសប្បាយចិត្តជាខ្លាំងដោយគិតលេងផងដែរថាមនុស្សស្មាននៅទីតាំងដែលមានគ្រោះថ្នាក់បំផុតបែរជាមានកន្លែងផ្ដល់ជំនួយពេញមួយទំហឹងដល់ការវឹកហាត់ដល់អ្នកគុណនិយមហើយទីកន្លែងដ៏ស្ងប់ស្ងាត់នេះហើយគឺជាបេះដូងពិតនៃឆន្ទៈរបស់តាវទាំងឡាយហើយ Jefan ចាប់អារម្មណ៍ដឹងថាថ្មដែលសៀវណានប្រកល់ឲ្យគេនឹងគឺវាមានអត្ថប្រយោជន៍ក្នុងការជួយពន្យាអាយុជីវិតបានមួយកម្រិតហើយមូលហេតុដែលសៀវណានបែកគ្នា3ឆ្នាំហើយនាងនៅតែដដែលក៏ព្រោះដោយសារតែតាក់ទងជាមួយនឹងថ្មនេះជាពំខាននៅក្បែរនោះផងដែរ Jefan ក៏ប្រទះឃើញនៅផ្លែឈើឋានសួគ៌មួយហើយនេះក៏ពិតជាសំណាងសម្រាប់គេខ្លាំងមែនទែនក្នុងការស្ដាររាងកាយឡើងមកវិញចឹងហើយ Jefan ក៏បានយកវាទៅចម្រាញ់បញ្ចូលក្នុងរាងកាយនៅក្នុងលំហក្តារមឈូសសម្រិតនេះតែម្ដងហើយយើងបានឃើញផងដែរថាក្រោមជំនួយរបស់ផ្លែឈើឋានសួគ៌រូបរាងកាយតាវដ៏ធំរបស់ Jefan នោះក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់មកសភាពដើមវិញប៉ុន្តែវាមិនមែនទាំងស្រុងនោះទេវាគ្រាន់តែជាបំណែកនៃឋានសួគ៌និងមេឃដីតែប៉ុណ្ណោះដើម្បីអាចទទួលបាននៅថ្នាំទេវភាពជួយពន្យាអាយុជីវិតរបស់គេបានគឺតម្រូវឲ្យ Jefan ស្វែ
វែងរកនៅផ្លែឈើឋានសួគ៌ទាំង9ប្រភេទចម្រាញ់ចូលគ្នាបង្កើតបានទៅជាថ្នាំមួយគ្រាប់ទៅធ្វើឲ្យថ្នាំទេវភាពនេះបានលេចចេញជារូបរាងឡើងប៉ុន្តែគិតចុះគិតឡើងទៅគឺថាមិនអាចបញ្ញាប់ចាចេញទាំងបង្ខំបែបនឹងបាននោះទេបើសិនជាចេញទៅប្រកាសជាត្រូវបានបិសាចទាំងអស់នោះនឹងស្រូបគេចាក់ជាពំខាននោះឡើយគិតចុះគិតឡើងទៅស្រាប់តែនឹកឃើញថាក្តាមមឈូសសម្រិទ្ធនេះគឺមាននៅដែនធម្មពលអាចការពារគេចេញពីព្រលឹងខ្មោចទាំងអស់នោះបានប៉ុន្តែទោះតែម្យ៉ាងគឺវាធ្ងន់ខ្លាំងពេកគេពិបាកក្នុងការយកតាមខ្លួនខ្លាំងមែនទែនដោយសារតែបែបនេះហើយទៅធ្វើជាហ្វានបែកគំនិតចង់បាក់នៅក្តាមមឈូសនោះចេញតែម្ដងមិនចាំយូរនោះទេជាហ្វានបាត់បញ្ចេញនៅដៃមាសទាំងសងខាងរបស់គាត់ទៅបើកក្តាមមឈូសនោះមើលហើបចេញតែបន្តិចស្រាប់តែមានធម្មពលពណ៌សខ្មៅបានបំផាំងជាហ្វានឲ្យខ្ទាតថយមកខាងក្រោយបាត់ទៅហើយចាប់អារម្មណ៍បានដឹងថានេះគឺជាធម្មពលពុកផុយទេតើឆ្ងល់ខ្លាំងណាស់ថាតើនៅក្នុងក្តាមមឈូសហ្នឹងគឺមានអ្វីវិញទេប៉ុន្តែដោយសារតែគេយល់ឃើញថាសមត្ថភាពរបស់ខ្លួនមិនដល់ក្នុងការបាក់វានោះទេចឹងក៏សម្រេចចិត្តនៅវិធីសាស្ត្រថ្មីតែម្ដងដោយយកនៅច្រវាក់ចងភ្ជាប់ជាមួយនឹងក្តាមមឈូសសម្រិទ្ធហើយគេអូសធ្វើដំណើរតាមផ្លូវតែម្ដងទោះបីជាខ្លួនឯងមានជំងឺដែលជាបណ្ដាសានឹងយ៉ាងណាក៏ដោយក៏ជាហ្វាននៅតែព្យាយាមអូសហើយក៏យកវានឹងធ្វើជាអាវុធការពារខ្លួនចេញពីបិសាចទាំងអស់នោះផងដែរឃើញថាវាក៏ពិតជាមានប្រសិទ្ធភាពសម្រាប់គេខ្លាំងមែនទែនហើយក៏ងឿឆ្ងល់ខ្លាំងណាស់ដែរថាតើអាចកំបាំងអ្វីឲ្យពិតប្រាកដទេបន្តធ្វើដំណើរទៅមុខបានបន្តិចទៀតស្រាប់តែបានឃើញនៅផ្លែឈើឋានសួគ៌ទី2ហើយបន្តមកក៏ចាប់ផ្ដើមធ្វើការចម្រាញ់វាតែម្ដងទៅផ្លែឈើឋានសួគ៌ក៏ត្រូវបានជាហ្វានស្វែងរកឃើញជាបន្តទោះបីជាគេធ្វើដំណើរទៅមុខយឺតក៏ពិតមែនក៏ប៉ុន្តែគេមិនព្រមបោះបង់ចោលនោះឡើយយើងបានឃើញថារាងកាយតើបុរាណបរិសុទ្ធរបស់ជាហ្វាននឹងចាប់ផ្ដើមមានប្រសិទ្ធភាពត្រឡប់មកវិញបន្តិចម្ដងហើយទីបំផុតជាហ្វានក៏បានធ្វើដំណើរមកដល់កំពូលភ្នំនៃតំបន់ហាំខតនឹងហើយចោលផ្នែកកលែងមើលទៅខាងមុខស្រាប់តែប្រទះបានឃើញអាសនៈទាំង5នៅទីកន្លែងនោះដូចគ្នាហើយក៏មិននឹកស្មានថាវាមានវត្តមាននៅទីកន្លែងហ្នឹងចំពោះអាចកំបាំងរបស់វាក៏ពិតជាពិបាកយល់ប្រៀបដូចជានៃក្រីទាំង9ដឹកមឈូសសម្រិទ្ធមួយនេះចឹងដែរហើយនៃក្រីទាំង9ទំនងជាដឹកមឈូសនេះចេញពីសម័យបុរាណក៏ប៉ុន្តែមិនដឹងថាវានឹងទៅកាន់ទីកន្លែងណាហើយចាប់ផ្ដើមនៅពេលណាម្ដងទៀតនោះទេបើសិនជាឃើញវាម្ដងទៀតប្រកាសណាជាហ្វានមានឱកាសក្នុងការត្រឡប់ទៅកាន់ផែនដីវិញជាពំខានក្លែងមកមើលរូបរាងកាយដួងវិញ្ញាណអត្តរីរបស់ជាហ្វាននៅវិញក៏ចាប់ផ្ដើមប្រោសត្រឡប់មកវិញហើយធ្វើឲ្យជាហ្វានមានការភ្ញាក់ផ្អើលវាពិតជាស័ក្តិសមទៅនឹងថ្នាំទេវភាពដូចជាឈ្មោះរបស់វាពិតមែនហើយក្នុងឱកាសមួយនេះផងដែរជាហ្វានក៏ព្យាយាមរកកន្លែងស្ងប់ស្ងាត់ដើម្បីធ្វើការវឹកហាត់ដើម្បីបំពេញនៅកម្លាំងធម៌ពលរបស់ខ្លួនថែមទាំងមានគោលបំណងទម្លុះនៅលំដាប់បន្ទាប់ផងដែរនៅថ្ងៃមួយជាហ្វានក៏បានបំផ្លាញនៅត្រាបណ្ដាសាឋានសួគ៌ពីលើរូបរាងកាយរបស់គេនឹងអស់រលីងទៅហើយរួចរន្ទះមេឃាក៏បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀតដោយពួកគេក៏នឹងដាក់ទោសទណ្ឌកម្មទៅលើយេហ្វាននេះតែម្ដងហើយរន្ទះមេឃាសានេះមិនមែនជារន្ទះធម្មតាដូចជាការពីលើកមុននោះទេវាគឺជារន្ទះដែលអមទៅដោយធម្មពលព្រលឹងរបស់អប្សរារន្ទះតែឡែកយេហ្វាននៅវិញក៏មិនព្រឺនោះដែរដោយសារតែបទពិសោធន៍ក្នុងការតបតជាមួយនឹងគ្រោះមហន្តរាយនៃបណ្ដាសាឋានសួគ៌នឹងគឺច្រើនហួសពេកហើយចឹងគឺមិនសមឲ្យគេមាននៃការភ័យខ្លាចនោះទេចឹងហើយក៏បានបំផ្លាញនៅព្រលឹងរន្ទះទាំងអស់នោះត្រឹមតែមួយដាវមាសនៃគ្រីខ្មៅតែប៉ុណ្ណោះបន្ទាប់មកយេហ្វានក៏ធ្វើការវឹកហាត់ជាធម្មតាហើយថែមទាំងត្រាស់ដឹងបន្តិចម្ដងផងដែរតែតើតើការវឹកហាត់លំនាំតាវការស្កាប់ស្ងាត់គឺជាវិធីដ៏ល្អបំផុតសម្រាប់ការវឹកហាត់មិនត្រឹមតែប៉ុណ្ណោះវាគឺជាផ្លូវពិតសម្រាប់ការវឹកហាត់ផងដែររួចក៏បានពោលថាអ្នកខ្សោយប្រើជីវិតធម្មតាអ្នកខ្លាំងប្រើកម្លាំងដល់ឡែកអ្នកខ្លាំងពិតប្រាកដគឺប្រើប្រាស់នៅការបដិញ្ញាយកឈ្នះខ្លួនឯងនេះតែម្ដងហើយនៅទីបំផុតជាហ្វានក៏ទទួលបានជោគជ័យក្នុងការបំបីនៅបណ្ដាសាឋានសួគ៌ដែលបានដើរទៅលើរូបរាងកាយរបស់គេនេះតែម្ដងខណៈពេលនេះផងដែរជាហ្វានក៏ទទួលបាននៅឯកសណ្ឋានថ្មីរូបរាងកាយថ្មីមើលទៅកាន់តែសង្ហាជាងមុនក៏ប៉ុន្តែរាងតូចជាងមុនបន្តិចហើយខណៈពេលនេះផងដែរយេហ្វានគឺស្ថិតនៅក្នុងកម្រិតកំពូលនៃអាណាចក្រពោលទាំង4ក្រោយពីរយៈពេល3ខែបានកន្លងហួសទៅក៏ដល់ពេលដែលយេហ្វានត្រូវត្រឡប់ទៅវិញហើយដែរគេមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហើយប្រហែលជាមនុស្សមួយចំនួនផ្លេចគេហើយក៏មិនដឹងក៏ប៉ុន្តែកំឡុងពេលនោះផងដែរស្រាប់តែមានអ្នកចាំស្វាគមន៍យេហ្វានល្មមពេលនោះយើងក៏បានឃើញពណ៌អាចចែមវងស្រ័យប្រាប់ឲ្យយេហ្វាននឹងឆាប់ប្រកួតរបស់ទេវភាពដែលគេរកបានមកឲ្យគេភ្លាមទៅបើសិនជាគេមិនចង់ស្លាប់ហើយយ៉ាងណាមិញយេហ្វានក៏បានធ្វើឲ្យពួកគេខំរងចាំរយៈពេល3ខែជាងមកហើយតែយេហ្វានបានសួរត្រឡប់ទៅវិញថាឯងមិនចង់រស់នៅបានយូរជាងនឹងទេមែនទេកំឡុងពេលនោះស្រាប់តែមានប្រតិចាម្នាក់គាត់ក៏បានបង្ហាញខ្លួនមកតែគាត់មានឈ្មោះថាប្រតិចាយិនយ៉ាងក៏បញ្ញាប្រាប់ឲ្យយេហ្វាននឹងឆាប់ប្រកួតនៅអ្វីគ្រប់យ៉ាងមកបើមិនចឹងនោះទេគេក៏នឹងត្រូវស្លាប់យេហ្វានបានឃើញថាគាត់គឺស្ថិតនៅក្នុងលំដាប់ទី4លើគេមួយលំដាប់គឺលំដាប់អាណាចក្រផ្លាស់ប្ដូរនៃគ្រាអញ្ចឹងតើបានជាអាចចាមកូនចៅរបស់គាត់នឹងសំដីលយខ្លាំងម្ល៉េះតែសម្រាប់ចិត្តត្រូវហើយមែនទេដែលតបតជាមួយនឹងគេការបដូរឆ្នោតគឺថាក្រុមរបស់ពួកគេនឹងក៏ចាប់ផ្ដើមមូលគ្នាបង្កើតបានទៅជាក្បួនឡោមព័ទ្ធយេហ្វានចិត្តតែក្បួនមួយនោះផងដែរគឺជាក្បួនចិនចាំងចង់បំផ្លាញរាងកាយរបស់យេហ្វានឲ្យคล้ายទៅជាផេះនឹងឯងក៏ប៉ុន្តែដឹងស្រាប់ហើយថាយេហ្វានជាមួយនឹងស្នៀតជីនចាំងគឺស៊ីសង្វាក់គ្នាជាមួយនឹងគេខ្លាំងណាស់ចឹងហើយក៏បានស្វាគមន៍អាប៉ែដែលនៅឈរក្បែរនោះមួយដៃឲ្យខ្ទប់ដេកខ្ពាក់នៅនឹងដីបាត់ទៅហើយការបើគឺដូច្នេះពួកគេក៏ចាប់
ចាប់ផ្ដើមយុទ្ធសាស្ត្រនៃការវាយប្រហារសារជាថ្មីក៏ប៉ុន្តែដោយតែយើងបានឃើញស្រាប់ហើយថាមិនមែនជាដៃគូរបស់ Jefan នោះទេព្រឹទ្ធាចារ្យយ៉ាងបានឃើញថា Jefan វាយកូនចៅរបស់គាត់នៅចំពោះមុខដូច្នេះគឺគាត់មិនលើកលែងឲ្យទេជីវិតរបស់ Jefan គឺត្រូវតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គាត់ចឹងហើយក៏ចាប់ផ្ដើមបើកក្បួនយន្តយ៉ាងល្អប៉ុណ្ណានៃមកហើយ Jefan ក៏បានបើកនៅលំហបញ្ចេញនៅដៃមាសរបស់ខ្លួនទៅទប់ទល់ជាមួយនឹងស្នៀតយន្តយ៉ាងកប៉ិចកប៉ុករបស់គាត់នោះតែម្ដងដែលជាលទ្ធផលយើងបានឃើញថាគាត់ហាក់បីដូចជាគ្មានបានការនោះទេក៏ត្រូវបាន Jefan ប្រើស្ទាយទះមូសសម្រាប់គាត់នៅមួយកន្លែងបាត់ទៅហើយព្រមទាំងប្រាប់គាត់ផងដែរថាមនុស្សធម្មតាគឺមិនស័ក្តិសមនឹងនិយាយមកកាន់គេដូចនេះនោះទេក្លែងមកមើលហាងរបស់លោកតាចាងវិនឆាងឯនេះវិញគឺថាគ្រួសារជីក៏នៅតែបន្តរកទន្ទ្រានគាត់ធ្វើបាបគាត់ជាដរាបបន្តមកសាយរឿងនៅក្នុងពេលនេះក៏ត្រូវបានស្លេះត្រឹមប៉ុណ្ណឹងហើយបើសិនជាចង់ដឹងថាភាពបន្តល្អមើលយ៉ាងណាទេនោះកុំភ្លេចរងចាំតាមដានទស្សនានៅក្នុងពេលបន្តហើយសម្រាប់អ្នកដែលមកថ្មីសូមធ្វើការជួយទៅចូល Subscribe នៅ Channel ថ្មីរបស់ Admin មួយផងដែលមានឈ្មោះថាសម្រាប់រឿងតងហួរដែល Admin បានធ្វើការដាក់នៅក្នុងប្រអប់ comment ខាងក្រោមអញ្ចឹងគណៈពេលនេះផងដែរពីសំណាក់ Admin មួយប៉ាស៊ីវក៏ជម្រាបលាបាយបាយ